劝君再敬一杯酒，忘了前世恩怨仇。寒肠醉酒解千愁，莫得人比黄花瘦。既往开来不负留，心已死我怎强求？一人情似心上酒，他日清风送轻柔。我听闻你为了他凝泪酒千箱，朝夜飞花晚夜飞花已无香。我听闻你为了他红尘尽策马，惊鸿一瞥梦归人家再无他。我听闻你为了他凝泪酒千箱，朝夜飞花晚夜飞花已无香。我听闻你为了他红尘尽策马，惊鸿一瞥梦归人家再无他。វិនជាលោកត្រូវដឹងថាថ្ងៃនេះយើងនៅចិត្តកំណត់ទាំងនោះតែកន្លះជំហានបើមិនមែនលោកនឹងសៀវអ៊ីងហ្វាន់ល្ងងទាំងពីរធ្វើឲ្យបែកមេសាខាយើងប្រមូលស្អាតបាត់ទៅហើយខ្ញុំធ្វើការមិនបានឡើយសូមរាជអាមាត្យដាក់ទោសប៉ុន្តែមានមូលហេតុផ្សេងសង្ឃឹមថារាជអាមាត្យនឹងស្ដាប់ខ្ញុំបកស្រាយចុះល្អអញ្ចឹងយើងស្ដាប់លោកបកស្រាយចុះបើធំបន្តិចទៀតខ្ញុំយកអាវធំឲ្យបងមើលខ្ញុំយល់ថាគ្រាន់បើមិនតបរាជពេទ្យសិនរងចាំនៅដំណាក់ធំយូរមកហើយល្អដឹងហើយតិចចុះលោកសុនអូមិនតបសៀវខ្ញុំមិនដឹងថាលោកសុនមកមិនបានចេញទៅទទួលសូមកុំប្រកាន់អីមិនតបសៀវខ្ញុំណែនាំញៀវពីរនាក់ឲ្យលោកចូលណាភ្ញៀវអូសងនៃនគរឡាជាសូមគោរពមេត្តាសៀវរាជពេទ្យសុនគេជាអ្នកទោសដែលរាជការតាមចាប់ខ្លួនលោកនាំចោតដំណាក់ចេញអ៊ូតែម្ដងលោកដឹងទេនេះជាទោសដាច់ក្បាលខ្ញុំក៏គិតគូរដើម្បីព្រះអង្គដែរថ្ងៃនោះព្រះអង្គត្រូវលោបប្រហារទូទាំងក្រុងបិទប្រកាសតាមចាប់ខ្លួនមិនក៏ពនីបថុយគ្រោះថ្នាក់មកសំណាក់ជីងអ៊ូតាមមានការអ្វីទៅខ្ញុំសូមនិយាយជាមួយលោកតែពីរនាក់បានទេនៅទីនេះគ្មានអ្នកក្រៅទេនាងកុំបារម្ភអីអូសងមកលើកនេះគឺដើម្បីរឿងសត្វទេពអារក្សសត្វទេពអារក្សខ្ញុំចូលច្រកសម្ងាត់ឃើញសញ្ញាសម្គាល់របស់អ៊ូហៅក្នុងនោះទើបដឹងថាច្រកសម្ងាត់នឹងដំណាត់ថ្នាំរបស់ស្ដេចថៃចុងមានការពាក់ព័ន្ធដូច្នេះទើបខ្ញុំបញ្ញាប់មករីការឿងនេះយើងប្រកាសជាដឹងអូហៅលក្ខកំណប់ជាច្រើនក្រោមរាជវាំងទើបយើងឲ្យលោកទៅស៊ើបកាលនោះអូហៅដណ្ដើមរាជមនុស្សក្នុងលោកមិនពេញចិត្តអូហៅប្រាស្រ័យស្ដេចថៃចុងលក្ខកំណប់នៅច្រកសម្ងាត់ក្នុងដំណាក់ថ្នាំត្រៀមទុកពីចាំបាច់ក្រោមស្ថានភាពប្រែប្រួលទើបគឺមិនបានប្រើរឿងនេះយើងក៏ដឹងមិនបាច់លោកមករៀបរាប់ជាថ្មីទេយើងត្រូវការកំណប់មិនមែនដើម្បីខ្លួនឯងតែដើម្បីមិនតបសឹងឈើច្រកសម្ងាត់ក៏ឲ្យតបសឹងឈើប្រើសម្រាប់ស៊ើបការសត្រូវមិនអាចដឹងបែបនេះតបសឹងឈើនឹងអាចគ្រប់គ្រងលើកងទ័ពទាំង16និងកងសន្តិសុខទាំង6ខ្លាចជាទ័ពខ្លាំងទី1ប្រចាំភូមិភាគកណ្ដាលយើងខំចំណាយកម្លាំងស្វែងរកតម្រុយហើយទៅប្រទះឃើញច្រកសម្ងាត់មួយទៀតនៅក្នុងរាជដំណាក់ដើមឡើយគឺអាចចូលតាមច្រកទាំងពីរប្រមូលកំណប់តើអ្នកណាទៅដឹងបើជា
ត្រូវមនុស្សល្ងងលោកនឹងសៀវអ៊ីវ៉ាន់នេះធ្វើឲ្យខូចការធំថ្មរមីលចុះមកធ្វើឲ្យច្រកសម្ងាត់ទាំងអស់ត្រូវបានបិទជិតកំណប់អូហើក៏ត្រូវកប់ក្រោមដីយ៉ាងជ្រៅហើយយកមិនបានពីបញ្ជាតើលោកដឹងខ្លួនខុសដែរទេហ៎លោកដឹងដែរទេលោកធ្វើខុសណាស់ ខ្ញុំដឹងថារាជអាមាត្យខំចំណាយកម្លាំងកំណប់អូហើយត្បិតថាកប់ក្រំដីមិនអាចជោគបានវាជាកំហុសរបស់ខ្ញុំប៉ុន្តែស្ថានភាពបាត់បង់ក៏មានសំណាងកំណប់ជោគមិនបានតែលោកអាមាត្យក៏អាចគេចផុតពីគ្រោះមហន្តរាយដែលមិនបានដឹងពីស្ថានភាពមុន បើតាមសម្ដីរបស់ព្រះនាងរឿងក្នុងរាជដំណាក់នៅថ្ងៃនោះគួរតែជាអន្ទាក់របស់នរណាម្នាក់គេប្រើប្រាស់ភ្លេងហើយនឹងរបាំរបស់ព្រះនាងធ្វើជាប្រធានបទរួចហើយប្រើប្រាស់អបិឆោតសត្វទេពអារក្សវាយប្រហារព្រះអង្គស្របពេលនោះក៏បានប្រើកន្លឹះយន្តសម្ងាត់ធ្វើឲ្យព្រះនាងហើយនឹងអង្គរៈខានហាបាត់ខ្លួនធ្វើឲ្យព្រះនាងស្ពាយទោសធ្វើឃាតព្រះអង្គដល់ចុងក្រោយបង្កសង្គ្រាមរវាងភូមិភាគកណ្ដាលហើយនឹងឡយាដោយយកលេសថាសត្វទេពអារក្សបង្ហាញខ្លួនមនុស្សក្នុងលោកត្រូវជួបគ្រោះមហន្តរាយហើយ មេតាបនិយាយមិនខុសទេកាលអ៊ូសងនៅក្មេងធ្លាប់រើរាជគ្រូឡោជារំលឹកពីសត្វទេពអារក្សថាមានដែរនៃសត្វទេពអារក្សមានតែគ្រូបង្ក្រាបបិសាចទើបអាចគ្រប់គ្រងសត្វនោះបានតំបន់ខាងលិចដ៏ធំមនុស្សតិចទំនាក់ទំនងនគរទាំង36ស្មុកស្មាញស្វែងរកគ្រូសិលក៏ខ្លាចជាការប្រជែងរបស់នគរនីមួយៗការប៉ັດរឿងនេះក៏មិនចង់ឲ្យអ្នកក្រៅដឹង ខ្ញុំមិនដែលជឿទៅលើរឿងខ្មោចអារក្សទេអ្វីត្បិតថាលោកនេះធំរឿងចម្លែកមិនខ្វះទេប៉ុន្តែបិសាចពិតប្រាកដគឺនៅក្នុងចិត្តមនុស្សតាមការវិនិច្ឆ័យរបស់ខ្ញុំគួរតែមានមនុស្សប្រើប្រាស់សត្វទេពអារក្សខាងលិចធ្វើឃាតព្រះអង្គដើម្បីបង្កើតការផ្សព្វផ្សាយពាក្យចចាមអារាមធ្វើឲ្យឫសគល់ភូមិភាគកណ្ដាលរង្គោះរង្គើ អ៊ីវិនជាលោកកុំស្មានថាខ្លួនជាមេតបសំណប់របស់យើងក៏អាចនិយាយតាមចិត្តលោកនិយាយចុះបាទៅមិនដូច្នេះទេយើងមិនលើកលែងឲ្យចដាច់ខាត ថ្ងៃនេះខ្ញុំចូលដំណាក់ថ្នាំតាមជ្រុលសម្ងាត់ប្រទះឃើញដានសត្វទេពអារក្សនៅជប់កលឹះជន់ជាច្រើនទៀតនៅមានភ្លើងសាកសពរលួយតបសឹងឈើនឹងសន្តិសុខជីងអ៊ូស្លាប់ផងរបួសផងបើថ្ងៃនោះលោកចូលតាមជ្រុលសម្ងាត់មកខាងទៀតក៏ប្រហែលជាជួបគ្រោះថ្នាក់ទាំងអស់នោះដែរ ពិតជាគ្រោះដល់ម្លឹងហ៎ ខ្ញុំមិនហ៊ានកុហកលោកទេបើខ្ញុំខកនៅចំពោះមុខលោកនោះបើរាជអាមាត្យមិនជឿអាចហៅអ្នកផ្សេងមកសួរបានបើមានខុសតែកន្លះម៉ាត់ខ្ញុំសុខចិត្តយកក្បាលជុំមកបញ្ជាក់ បងធំកុំប្រកាន់សេញយាតនិយាយត្រង់មុនមានរឿងសត្វទេពអារក្សសកម្មភាពប្រនាងអ៊ូសងក៏ចម្លែកបើសម្ដីតែម្ខាងក៏អាចច្រានចោលនៅភាពសង្ស័យគឺបាត់បង់យុត្តិធម៌ក៏មិនព្រមស្របតាមច្បាប់របស់សន្តិសុខជីងអ៊ូយើងតាមកំណត់សេញយាគួរតែបកគលអ្នកទាំងពីរឲ្យតែសំណាក់តាលីឲ្យមន្ត្រីស៊ើបអង្កេតសួរចម្លើយសិន បើធំបងយាយនិយាយត្រូវពេលនេះទូទាំងក្រុងប្រកាសចាប់ខ្លួនព្រះនាងអ៊ូសុងបើថ្ងៃនេះមានលេចលឺទៅខាងក្រៅពួកយើងកិច្ចមិនផុតពីការជាប់ពាក់ព័ន្ធទេបើគ្រាន់តែអ្នកទោសធម្មតាគឺមិនថ្មីទេតែនេះគឺជាឃាតករដែលធ្វើឃាតស្ដេចគឺត្រូវប្រហារជីវិត9ចំនួនពួកលោកព្រះនាងរបស់ខ្ញុំនិយាយសត្វតែជាការពិតជឿមិនជឿវាជារឿងរបស់ពួកលោកបើចង់ចាប់ព្រះនាងសួរចម្លើយត្រូវសួរកណ្ដាប់ដៃខ្ញុំសិនយល់ព្រមឬក៏ ប្រហែលនៅក្នុងដំណាក់ចេញអូបើជាហ៊ានសម្ដីធ្លាប់ផងហ៎ សេញយាកុំខ្វះសុជីវធម៌ឲ្យសោះខ្ញុំចេះគិតហើយ ដឹងហើយបើដោយសម្ដីរបស់លោកដំណាក់ថ្នាំក្នុងច្រកសម្ងាត់គ្រោះថ្នាក់ដល់ម្លឹងអញ្ចឹងចាត់ទុកថាយើងរួចជីវិតទៅចុះគ្រាន់តែមិនអាចយកបានកំណប់អ៊ូហើពិតជាគួរឲ្យស្ដាយណាស់ ត្បិតថាកំណប់អ៊ូហើយកមិនបានពិតមែនតែខ្ញុំទទួលបានរបបផ្សេងលោកអាម៉ាត់មើលចុះ អ
សន្លឹកសភៅនេះលោកបានមកពីណា បានពីធ្នើសិភៅក្នុងដំណាក់ថ្នាំ បានរបស់នេះក៏មិនអន់ជាងកំណប់អ៊ូហៅដែរ បងទី2បងទី3រឿងនេះធំប៉ុណ្ណាបងប្អូនពួកយើងគឺដឹងច្បាស់លាស់ណាស់គ្រាន់តែនៅក្នុងចិត្តសិស្សច្បងមានចម្ងល់មួយមិនដឹងថាបងប្អូនទាំងពីរអាចបកស្រាយជូនសិស្សច្បងបានទេ បងធំមានអ្វីនិយាយចុះ ក្រុងសឹងអានយាមកម្មតឹងតែងផ្លូវក៏មានលក្ខណៈស្មុគស្មាញព្រះនាងមកពីនគរឡយីមានតែអង្គរៈខាន5ម្នាក់ចម្ងល់នៅក្នុងចិត្តខ្ញុំគឺពួកគេមិនស្គាល់ភូមិសាស្ត្រនៅក្នុងរាជវាំងតើមិននឹងអាចនៅក្រោមខ្សែភ្នែកមនុស្សជាច្រើនបែបនេះចំណាយពេលប្រមាណយាមដឹកជញ្ជូនសត្វទេពអរិយដែលមានធំច្រើនដល់ម្លឹងចូលក្នុងរាជវាំងបានទៅឬមួយក៏អាចលាក់នៅក្នុងច្រកសម្ងាត់ដែលគ្មាននរណាម្នាក់អាចដឹង បើតាមផែនការគិតទុកយូរមេរនុកក្នុងរាជវាំងគួរតែអាចធ្វើបាន សិញ្ញនិយាយសំហេតុផលអាចគេចផុតពីការយាមកាមនៅស្គាល់រាជវាំងច្បាស់ហើយមិនត្រឹមតែប៉ុណ្្នឹងទេនៅអាចដឹកជញ្ជូនសត្វទេពអរិយបានទៀតរនុកក្នុងបែបនេះតើជានរណាទៅ បើចង់ធ្វើបានដូចនេះម្នាក់នោះត្រូវតែមានអំណាចនៅក្នុងរាជវាំងទើបអាចចាត់ចែងបានរលូន សាគិតមើលទៅបើសិនជាមានរនុកក្នុងបែបនេះព្រះនាងអ៊ូសងអាចធ្លាក់នៅក្នុងស្ថានភាពដូចពេលនេះដែរទេ មែនហើយបើម្នាក់នោះជាអ្នកបញ្ជាពីក្រោយពិតប្រកបអញ្ចឹងទម្លាក់ទោសឲ្យព្រះនាងគឺជាវិធីបំផុតផ្នែកល្អបំផុតបើចាប់ព្រះនាងប្រកល់ដំណាក់តាលីខ្លាចតែម្នាក់នោះនឹងប្រាអបាយកលធ្វើឲ្យមានទាំងសាកសែននិងផលតាំង មិនខុសទេនៅពេលដែលខ្ញុំចូលទៅក្នុងច្រកសម្ងាត់ក៏ប្រទះឃើញរបស់មួយនេះ មើលមកផ្លែតដូចតែមើលយូរមិនដូចទេ មើលទៅគ្មានអីខុសគ្នាទេតើមិនដូចត្រង់ណា រោមរបស់សត្វទេពវារៀងរឹងហើយនឹងក្រាស់ហើយក៏មុតស្រួយដោយម្ជុលតែរោមនេះវាស្ដើងហើយទន់ម្យ៉ាងទៀតមានក្លិនល្មួចឆ្កែរោមសត្វទេពអរិយគឺស្អុយដូចជាសពរលួយ បងធំបងឲ្យពួកយើងមើលរោមនេះមានហេតុផលអ្វីដែរ នៅពេលដែលខ្ញុំទប់ទល់កលយុននៅក្នុងច្រកសម្ងាត់ក៏បានប្រទះឃើញរោមនេះហើយនៅក្បែរវាក៏មានលិមួកសត្វ រោមនឹងក្លិនល្មួកដូចជាប្រហែលស្តៀងនឹងរោមឆ្កែចចកឧស្សាហ៍ប្រទះឃើញនៅតំបន់ខាងលិចពិតជារោមឆ្កែចចកមិនខុសទេបើនិយាយចាំបានឬអត់ដើមឆ្នាំនៅឯស្រុកក្បែរក្រុងមានចៅប្លន់មួយក្រុម ចាំបានរឿងក្តីនោះគឺពួកយើងធ្វើជាមួយគ្នាឆ្កែដែលពួកចៅទាំងនោះប្រើគឺជាឆ្កែចចកតំបន់ខាងលិច មែនហើយកាលនោះខ្ញុំធ្លាប់ប៉ះឆ្កែកំណាចនោះដែរពួកវាកម្លាំងខ្លាំងហើយគ្មានភាពភ័យខ្លាចគិតទៅលក្ខណៈរបស់វាស្តៀងនឹងសត្វទេពអរិយគ្រាន់តែរូបរាងខាងក្រៅគឺមិនដូចគ្នាទេ បងទី3អាយហិតទៀតទៅមើលរោមនេះតើមានអ្វីដែលមិនដូចគ្នា ចម្លែកណាស់បើធំលើកនេះមិនក៏មានក្លិនថ្នាំស្មៅ បងទី3អាយមើលរោមនេះទៀតទៅក្រៅពីភាពរឹងហើយនឹងទន់តើនៅមានអ្វីដែលខុសគ្នាទៀត ពណ៌ស្តៀងគ្នាមើលទៅដូចជារោមតែមួយ មិនពិនិត្យឲ្យច្បាស់គឺបែងចែកមិនដឹង ខ្ញុំដូចជាស្មានដឹងពីប្រវត្តិពិតប្រាកដរបស់សត្វទេពអរិយហើយ សត្វទេពអរិយក្រែងនៅដែនបិសាចមែនទេបើធំឬមួយបងមានភ្នែកទៅឯងមកធ្លុះដែនបិសាច បងទី3អញប្រើខួរក្បាលផងរឿងខ្លាចបិសាចនេះសត្វតែលខោនបោកប្រាស់មនុស្សបងធំមើលធ្លុះចន្លោះប្រហោងនៃសត្វទេពអរិយទើបអាចសន្មត់ដូចនេះ ពាក្យសន្មត់របស់ស៊ីញជីប្រើត្រូវល្អណាស់ធ្វើត្បិតថាខ្ញុំប្រកាសចិត្ត8ភាគតែក៏អាចសន្មត់បានថាខ្លួនពិតរបស់សត្វទេពអរិយគឺជាឆ្កែចចកតំបន់ខាងលិច ខ្ញុំក៏ហិតដឹងមានក្លិនថ្នាំប្រមាណយ៉ាងនៅក្នុងនេះដែរភ
ភាគច្រើនគឺជាថ្នាំខ្លាំងដូចជាខ្លាបើមនុស្សធម្មតាផឹកខ្លាចតែពិបាករក្សាជីវិតតែបើមានមនុស្សស្រាវជ្រាវរូបមន្តថ្នាំថ្មីយកទៅបញ្ច្រកឆ្កែចចកគួរតែអាចខ្លាចជារូបរាងសត្វទេពអារក្សដូចជាមាននៅក្នុងរឿងព្រេងនិទានអញ្ចឹងរមនេះគឺមេតបសៀប្រទះឃើញនៅច្រកសម្ងាត់ស្តៀងនឹងរមរបស់សត្វទេពអារក្សម្យ៉ាងទៀតក៏មានក្លិនថ្នាំខ្លាំងមេតបអ៊ូសងហ៊ានសន្មតថាច្បាស់ជាមានមនុស្សចេះវិជាផ្សំថ្នាំរបស់តំបន់ខាងលិចយកកូនឆ្កែចចកពីទីនោះដឹកចូលរាជវាំងប្រើថ្នាំស្មៅចិញ្ចឹមដ៏ធំដើម្បីឲ្យខ្លាចជាសត្វទេពអារក្សក្នុងព្រៃនិទានព្រមទាំងខ្ចីរបាំរបស់អ៊ូសងបើកច្រកសម្ងាត់ក្នុងរាជដំណាក់ប្រឡែងសត្វទេពអារក្សវាយប្រហារដល់ព្រះអង្គព្រះនាងអ៊ូសងពិតជាឆ្លៀសវៃលើគេមែនហើយវាក៏ស្របជាមួយនឹងការវិនិច្ឆ័យរបស់ខ្ញុំដែរបើសិនដោយការវិនិច្ឆ័យរបស់លោកមេតបអញ្ចឹងអ្នកបញ្ជាពីក្រោយគួរតែមនុស្សមិនធម្មតាចិញ្ចឹមសត្វឆ្កែចចកលាក់ទុកនៅក្នុងច្រកសម្ងាត់វាយប្រហារព្រះអង្គរួចហើយទម្លាក់ទោសឲ្យនគរឡយីយល់លេសថាសត្វទេពអារក្សបង្ហាញខ្លួននៅក្រោមមេឃច្បាស់ជាមានគ្រោះមហន្តរាយរួចហើយអុកលុកភូមិភាគកណ្ដាលធ្វើឲ្យចិត្តរាសនៅមិនស្ងប់តាមការវិនិច្ឆ័យរបស់ព្រះនាងនិងមេតបសៀវអ្នកបញ្ជាពីក្រោយរឿងនេះគួរតែមានគំនុំជ្រាលជ្រៅជាមួយនគរឡយីនិងរាជវង្សអ៊ុយប្រហែលជាមិនមែនមានគំនុំជាមួយនគរឡយីនិងរាជវង្សអ៊ុយនោះទេគឺមានគោលបំណងផ្សេងម្នាក់នោះដឹងច្រកសម្ងាត់នៅក្នុងរាជវាំងហើយចេះផ្សំថ្នាំយ៉ាងស្ទាត់ជំនាញទៀតមានកលល្បិចរៀបចំអន្ទាក់ធ្វើការម៉ត់ចត់ក៏មិនបន្សល់ទុកដានតទៅច្បាស់ជាបញ្ហាធំរបស់រាជវង្សអ៊ុយហើយពិតជារកអស់ប្រទះឈើងាប់មែនតាមពិតគឺតម្រាមនុស្សលោកសុនចេញមើលនេះជាស្អីរបស់នេះបានមកពីដំណាក់ថ្នាំតើជាថ្នាំទេវតាព្យាបាលព្រះអង្គមែនទេប្រសើរណាស់អាចរកឃើញរបស់នេះខ្ញុំសូមអរគុណលោកមេតបសៀវគ្រាន់តែអាចបន្សាពឹសបានឬក៏អត់ទាល់តែយកទៅស្រាវជ្រាវឲ្យច្បាស់សិនទើបដឹងការពិតបងធំសេញយាយល់ថាបើប្រកុលឆ្នាំនេះឲ្យរាជពេទ្យសុនដូចជាមិនសូវល្អទេបងធំខ្ញុំក៏យល់ថាមិនល្អពួកយើងទៅចេញពីដំណាក់ថ្នាំតបសឹងឈើត្រូវកញ្ចាស់ឈើហៅទៅប្រហែលដោយសារថ្មនាគរមៀលធ្វើឲ្យរំជួយពេញរាជវាំងនោះគឺដំណាក់ថ្នាំថៃចុងព្រះអង្គជាក្សត្រកតញ្ញូបើសិនទ្រង់ដឹងថាពួកយើងធ្វើឲ្យកន្លែងពិសិដ្ឋដែលដូនតារបស់ទ្រង់កសាងយ៉ាងលំបាកទ្រង់អាចលើកលែងពួកយើងទេទោះជាពួកយើងមានមាត់100ក៏អាចនិយាយមិនច្បាស់គឺមានតែប្រើវាសូមបរិយាទានទោស
យកគុណលុបលាងទោសដូច្នេះទៅពួកយើងអាចរក្សាជីវិតបាន ព្រះអង្គគឺជាក្សត្រឆ្លៀសវៃម្យ៉ាងទៀតទ្រង់ចេញរាជបញ្ជាឲ្យសន្តិសុខចេញអ៊ូរបស់យើងស៊ើបពីរឿងសត្វទេពអារក្សទៅពួកយើងចូលដំណាក់ថ្នាំបើសិនជាទ្រង់ដេញដោលទោសខ្ញុំរ៉ាប់រងតែម្នាក់ឯងក៏ប៉ុន្តែការព្យាបាលរបស់ទ្រង់មិនអាចពជាពេលបាននោះទេលោករាជពេទ្យសុនបញ្ញាប់ចូលរាជវាំងប្រើប្រាស់ថ្នាំនេះព្យាបាលទ្រង់ចុះ មេតបសៀវពិតជាក្លាហានលើគេខ្ញុំពិតជាស្ញប់ស្ញែងលោកខ្លាំងណាស់ រាជពេទ្យសុនសវត្ថិភាពព្រះអង្គសំខាន់ជាងមេតបអង្គអាចក្លាហានអាចស្វែងរកថ្នាំទិព្វនេះឃើញតែថ្នាំនេះទុកយូរខ្ញុំបារម្ភថាវាលែងមានប្រសិទ្ធភាពហេតុនេះរំខានរាជពេទ្យសុនពិសោធន៍ឲ្យបានច្បាស់សិន រាជពេទ្យពិសោធន៍ថ្នាំត្រូវការប្រើពេលយូរប៉ុណ្ណាដែរ ណែប្រហែលជា7ថ្ងៃរឿងនេះសំខាន់ណាស់ខ្ញុំត្រូវតែពិនិត្យឲ្យបានលម្អិត ឡោះអញ្ចឹងរំខានរាជពេទ្យសុនហើយ មេក៏ចិត្តងងឹតខ្ញុំមានការងារជាប់ខ្លួនមិនអាចចេញពីរាជវាំងយូរទេសូមលាទៅវិញសិនហើ បាទ យ សូមអញ្ជើញ ប៉ុន្តែខ្ញុំមានសំណូមពរមួយ សូមលោករាជពេទ្យនិយាយមកចុះ ពេលនេះទូទាំងក្រុងប្រកាសចាប់ខ្លួនព្រះនាងនិងអង្គរៈខាងនេះបើមិនតបសៀវមិនប្រកាន់សូមទទួលអ្នកទាំងពីរស្នាក់នៅផងបានទេ បងធំនេះ តើមានអ្វីដែលមិនបានទៅរាជពេទ្យសុនទុកចិត្តចុះខ្ញុំសូមធានាសុវត្ថិភាពរបស់ពួកគេទាំងពីរនាក់ ខ្ញុំសូមអរគុណលោកមេតបសៀវហើយ អរគុណលោកមេតបសៀវ រាជពេទ្យតាមស្រួលសត្វទេពអារក្ស ហើយមិនខុសទេថ្ងៃនោះព្រះអង្គគឺត្រូវសត្វទេពអារក្សនេះធ្វើឲ្យរបួស សត្វទេពអារក្សជាសត្វបិសាចក្នុងព្រៃនិទានភាគខាងលិចកាលខ្ញុំនៅក្មេងធ្លាប់ឮព្រឹទ្ធាចារ្យក្នុងភូមិនិយាយសត្វនេះនឹងនាំប្រភ្នូមិនល្អពេលបង្ហាញខ្លួននឹងមានភ្លើងសង្គ្រាមខ្ញុំស្មានថានោះគ្រាន់តែជាពាក្យដំណាលមិនស្មានថាវាបង្ហាញក្នុងខ្លួនរាជវាំងសង្អានសោះពុកធរសត្វទេពអារក្សនិងស្រីថោកទាបអ៊ូសួង មិនខុសទេគឺព្រះនាងអូសុងបើលេងសត្វចង្រៃនោះមក ពិតជាអ៊ូសួងមែនស្រីថោកទាបនេះថ្លើមធំធ្វើខេតព្រះអង្គនៅនាំទុកដល់ពុកធរទៀតគំនុំចាស់ថ្មីត្រូវទូទាត់ចេញម្ដងពុកធរនេះដូចជាតំបន់ខាងលិច សត្វនេះជាតម្រាមនុស្សមួយក្នុងតម្រាទាំង3នៃតំបន់ខាងលិចតម្រាដីនៅពេលនេះនៅក្នុងដៃព្រះអង្គតែតម្រាមេឃបែរជាគ្មានដំណឹងសោះប៉ុន្តែតាមការស៊ើបអង្កេតរបស់ពុកជាច្រើនឆ្នាំមកនេះថ្មីនេះទទួលបានដំណឹងច្បាស់កាថាតម្រាមេឃនឹងនៅក្នុងដៃព្រះនាងសុងអ៊ូ ដូច្នេះរដ្ឋតាមិនអាចលើកលែងឲ្យនាង តម្រាទាំង3នៃតំបន់ខាងលិចមានអត្ថន័យធំធេងអាចកំបាំងអស្ចារ្យពុកមានបំណងប្រមូលតម្រាទាំង3ធ្វើឲ្យតំបន់ខាងលិចមានភាពរុងរឿងដោយកាលឆ្នាំនោះជួយឯងអាចត្រឡប់ទៅនគរវិញដណ្ដើមរាជបល្ល័ង្ក ខ្ញុំមិនចង់បានរាជបល្ល័ង្កគ្រាន់តែចង់កំដរពុកធរមួយជីវិតធ្វើជាកូនស្រីកតញ្ញូ កុំនិយាយអញ្ចឹងអីឯងគឺជាចំនួនក្រោយនៃរាជវង្សស្នងរាជគឺជាកាតព្វកិច្ចរបស់ឯងពុកគ្រាន់តែសង្ឃឹមថាតទៅឯងអាចបង្រួបបង្រួមតំបន់ខាងលិចជួយដល់ការងារធំរបស់ពុកបង្កើតសំណាងដល់រាជនគរអ៊ុយនៅតំបន់ខាងលិច ពុកថបារម្ភពីរាជមានទស្សនៈវែងឆ្ងាយកូនស្រីពិតជាស្ងប់ស្ងាត់ណាស់រឿងនេះខ្ញុំស្ដាប់តាមការរៀបចំរបស់ពុកធរ តម្រាដីពុកអាចប្រើល្បិចយកប៉ុន្តែព្រះនាងអ៊ូសុងបាត់ដំណឹងហើយអញ្ចឹងតម្រាមេ
ពុកថោក៏បារម្ភខ្ញុំមានមធ្យោបាយខ្ញុំនឹងធ្វើឲ្យស្រីថោកទៀបអ៊ូស្វាំងប្រគល់តម្រាមេឃជូនពុកថោដៃពីរ បងយាខ្ញុំថាបងមិនចាំបាច់ហាត់គុណរាល់ព្រឹកទេ ហាត់ពេលព្រឹកសុខភាពល្អម្យ៉ាងសន្តិសុខទាំងមូលមិនហាត់គុណធ្វើមកការពារនគរបានទេ បងធំ កុំប្រើស្នៀតនេះ បងធំ សួស្តីបងធំ កំពុងហាត់គុណ មិនក៏បងធំមកពីខាងក្រៅទាំងព្រឹក ខ្ញុំទៅអត់មើលក្រុមល្បាត បងធំដឹងថាពួកយើងមិនទាន់ហូបអាហារពេលព្រឹកទៅតែទិញយកមកបងធំល្អិតល្អន់តាំងពីអង្កលហើយអរគុណបងធំ កុំប៉ះនេះមិនមែនជារបស់ឯងទេ គឺឲ្យភ្ញៀវទាំងពីរនោះតាមមែនទេ ព្រឹកមិញនេះខ្ញុំទៅរោងអាហារទើបច្រកមកខ្លះទៅខ្ញុំហើយនឹងប្អូនទី3គឺជាមនុស្សប្រុសយកចូលទៅដូចជាមិនសូវសមទេនាងយកទៅឲ្យពនាងផងទៅ រោងអាហារនិងក្រុមល្បាតទើបដល់ផ្ទុយគ្នាស្រឡះ បងយាមានប្រទះឃើញទេបងធំនិយាយកុហកបងធំគល់ឈើរបស់យើងបែរជាចេះកុហក អាចយកទៅ ហេបងធំឲ្យទៅបងណា អ្នកណាទៅក៏ដូចតែគ្នាខ្ញុំរវល់អាចទៅ ហេបងយានេះឲ្យខ្ញុំយកចូលយ៉ាងម៉េចហេឃ្លានហើយមានរបស់ហូបទេណែកុំស្រែកខ្លាំងលោកខ្លាចអ្នកដតីមិនដឹងថាលោកនៅទីនេះហើយបញ្ញាប់មកយកទៅ ក្នុងពេលមួយថ្ងៃព្រាបនាំសារពីរបើខ្ញុំនៅតែមិនមកខ្លាចតរាជអាមាត្យឈើបិទប្រកាសពេញក្រុងហើយ ប្រហែលថ្ងៃមុនខ្ញុំមានសំណាងទទួលបានសៀវភៅអាតកំបាំងនៅក្នុងផ្ទៃក្នុង សៀវភៅអត់កំបាំងផ្ទៃក្នុងបើខ្ញុំចាំមិនខុសទេគួរតាជាលិខិតសម្ងាត់ដែលខាងរាជការផ្ទៃក្នុងប្រគល់ឲ្យអ៊ូហឺ ឆ្នាំនោះអ៊ូហឺដណ្ដើមរាជបល្ល័ង្កមន្ត្រីធំមិនព្រមបង្កើតរាជការផ្ទៃក្នុងស៊ើបដំណឹងគ្រប់ទីកន្លែងជាសម្ងាត់អ្នកមានប្រយោជន៍ទទួលបានយុស័ក្តិអ្នកគ្មានប្រយោជន៍ត្រូវលួចសម្លាប់ហើយដូច្នេះហើយរឿងកត់ត្រានៅក្នុងសៀវភៅអាតកំបាំងផ្ទៃក្នុងនោះមិនត្រឹមតែជារឿងសម្ងាត់ហើយក៏គ្មានភាពសង្ស័យអីដែរ សម្ងាត់នឹងគ្មានភាពសង្ស័យគឺជាចំណូលចិត្តរបស់អាមាត្យឈើថ្ងៃនេះហៅខ្ញុំមកជួបឬមួយក៏គ្រាន់តែចង់ចែករំលែករឿងនេះ ឆ្នាំនោះអ៊ូហឺក៏ធ្លាប់ចេញបញ្ជាសិទ្ធិតម្រាទាំង3ព្រមទាំងទទួលបានពិធីបកស្រាយអក្សរសម្ងាត់ក្នុងតម្រាទាំង3ប្រគល់ឲ្យនគរហើឆាងនិងឡជាម្នាក់មួយច្បាប់តែលោកបែរជាប្រាប់ខ្ញុំថាវិធីបកស្រាយអក្សរសម្ងាត់មានតែនគរឡជាមួយតែប៉ុណ្ណោះ តាមពិតអាមាត្យឈើមកសួរចម្លើយខ្ញុំសោះខ្ញុំនៅចាំបានខ្ញុំធ្លាប់និយាយថាអក្សរសម្ងាត់លាក់ក្នុងតម្រារបស់តំបន់ខាងលិចបើសិនជាអាចបកស្រាយបាននោះនឹងទទួលបានកំណប់របស់តំបន់ខាងលិចកាលនោះនគរសត្រូវក៏ស្វែងរកអ្នកចេះមកបកស្រាយដែររាជអាមាត្យឈើតើខ្ញុំនិយាយខុសពីពាក្យថ្ងៃនោះកន្លះម៉ាត់ទេ គ្មានទេ បើចង់ស្វែងរកវិធីបកស្រាយអក្សរសម្ងាត់ក្នុងតម្រាត្រូវចាត់ការជនជាតិឡយីរាជអាមាត្យឈើតើខុសពីពាក្យថ្ងៃនោះកន្លះម៉ាត់ទេ ពិតជាមិនខុសសូម្បីកន្លះម៉ាត់ ពិធីបកស្រាយអក្សរសម្ងាត់ដែលលោកចង់បានវាជាការសន្និដ្ឋាននៃជនជាតិឡយី អញ្ចឹងនៃរបស់លោកចង់ថាគ្រប់យ៉ាងគ្រាន់តែជាការប៉ាន់ស្មានរបស់ខ្ញុំឯង ខ្ញុំមិនហ៊ានទេរាជអាមាត្យចិត្តទូលាយជាមនុស្សធ្វើកិច្ចការធំគ្រាន់តែខ្ញុំចង់ក្រើនរំលឹកប្រាប់លោកថាអ្នកមានមហិច្ឆតាធំត្រូវតែមានចិត្តអំណត់មិនអាចទះសារទី បានជាពីដំបូងលោកព្រមសហការជាមួយនឹងខ្ញុំហើយហេតុអីពេលនេះនៅលាក់លៀមខ្លះទៀត រាជអាមាត្យកុំសង្ស័យខ្ញុំសហការជាមួយលោកហើយគ្មានចិត្តលាក់បាំងទីវិធីបកស្រាយអក្សរសម្ងាត់
នគរហឺឆាងនិងឡជីពិតជាមានមនុស្សម្នាក់ដែលអាចជួយបានមែនតែឆ្នាំនោះនគរហឺឆាងត្រូវស្ដេចថៃចុងរាជវង្សអួយបំផ្លាញកូនចៅរបស់រាជវង្សហឺឆាងក៏ប្រគល់ពិធីបកស្រាយនេះទៅឲ្យរាជវង្សឡជីសុំការការពារក្រោយមករាជវង្សហឺឆាងសាបសូន្យលោកខ្វល់តែពីរឿងបំផ្លាញរាជវង្សអួយសម្រាប់ត្រកូលលីបានហើយរឿងសេះសល់និយាយច្រើនជៀសវាងបែកអូហូស្ទឹង អូអញ្ចឹងមើលទៅគឺខ្ញុំយល់ច្រឡំនឹងលោកបានជាដូច្នេះគ្មានបញ្ហាទេគ្រប់យ៉ាងដំណើរការតាមផែនការដែលពួកយើងបានគ្រោងទុកហើយព្រះអង្គឈឺធ្ងន់មិនអាចដោះស្រាយរាជកិច្ចខ្ញុំក៏មានអំណាចនៅក្នុងដៃដែររងចាំតែឱកាសមកដល់ឡើងស្នងរាជបល្ល័ង្កបើខ្ញុំអាចដណ្ដើមកំណប់តំបន់ខាងលិចបានទៀតនោះអញ្ចឹងទឹកដីរាជវង្សអួយធ្លាក់ក្នុងដៃខ្ញុំយ៉ាងពិតប្រាកដ ក្រោយពេលជោគជ័យហើយរាជអាមាត្យកុំភ្លេចពាក្យសន្យារបស់ពួកយើង បើខ្ញុំអាចទទួលបានក្រោមមេឃមិនអាចខ្វះកន្លែងលោកទេខ្ញុំសូមសួរលោកមួយទៀតលោកពិតជាមិនចង់បានយស័ក្តិគ្រាន់តែធ្វើតាមពាក្យសន្យាកាលនោះតើមែនទេ បំផ្លាញរាជវង្សអួយសម្រាប់ត្រកូលលីខ្ញុំសុំតែប៉ុណ្្នឹងទេរាជអាមាត្យហៅខ្ញុំមកតើមានការអ្វីផ្ដែផ្ដាំដែរទៅ ចាត់មនុស្សបន្ថែមនៅជុំវិញដំណាក់ព្រះអង្គក្រៅពីអង្គរៈក្នុងហើយនឹងរាជពេទ្យអ្នកណាក៏មិនអាចចូលក្បែរដែររឿងនេះលោកចាត់ចែងនៅផ្ទាល់ចុះ ទទួលបញ្ជាខ្ញុំនឹងទៅចាត់ចែងភ្លាម មិនតបសៀវ ពេលនេះសម្រាប់ឲ្យមែនទេ នៅទេសំជេង ព្រះនាង លោកមេតាប់សៀវអញ្ចឹងអង្គុយ សូមអរគុណព្រះនាងអញ្ជើញព្រះនាងធ្វើត្បិតថានៅទីនេះអន់បន្តិចតែពិចារណាដល់សុវត្ថិភាពមានតែលំបាកដល់ព្រះនាងហើយបើសិនជាព្រះនាងត្រូវការរបស់ប្រើប្រាស់អ្វីទៀតនោះផ្ដែផ្ដាំខ្ញុំបានគ្រប់ពេលណា មិនតបសៀវ មេតាប់សម្ដីធ្ងន់ហើយបន្ទប់នេះធំទូលាយធម្មតាតែស្អាតមិនមានអ្វីអន់ទេអូសងពិតជាចូលចិត្តណាស់ ព្រះនាងចូលចិត្តគឺល្អហើយ ត្រូវហើយសៀវថៃទាំងនេះជារបស់មេតាប់សៀវតាមែនទេអូសងអបសពក៏បើកអានលេងទៅពិតជាសៀវថៃល្អល្អហេតុនេះទើបមេតាប់សៀវយល់ដឹងច្រើន អូមិនហ៊ានទទួលទេខ្ញុំរៀនចេះក្បាច់គុណជាមួយលោកគ្រូតាំងតែពីក្មេងក៏ឆ្លៀតប្រមូលសភៅរៀនបន្ថែមទៀតរក្សាទុកយូរ ក៏បានច្រើនប៉ុណ្ណឹង តាមសម្ដីមេតាប់សៀវអំបញ្ញមិញគឺអូសាមកបន្ទប់នេះបានអញ្ចឹងគ្រួសាររបស់លោកអាចនឹង អូសងខ្វះសុជីវធម៌និយាយលើសលួសសូមមេតាប់កុំប្រកាន់ សូមព្រះនាងកុំសើចកុំយំអីនៅពេលនេះខ្ញុំនៅមិនទាន់មានគ្រួសារទេ បន្ទប់នេះរៀបចំបានល្អមេតាប់ច្បាស់ជាមនុស្សរៀបរយ ព្រះនាងខ្ញុំនឹកឃើញដល់ដំណាក់ព្រះនាងជាមនុស្សសាមញ្ញដំណាក់របស់ខ្លួនក៏រៀបចំស្តៀងនឹងទីនេះដែរ ត្រូវហើយខ្ញុំនៅមានរបស់មួយទៀតជូនព្រះនាងរំសាយអារម្មណ៍ពេលដែលនឹកស្រុកកំណើត ព្រះនាងរបស់នេះពិតជាធ្វើបានល្អខ្លាំងណាស់ដូចនៅនគរយើងដែរអរគុណលោកមេតាប់សៀវ កុំគួរសមអីអ្នកទាំងពីរចូលចិត្តគឺបានហើយព្រះនាងសម្រាប់ចុះខ្ញុំសូមលាទៅវិញសិនហើយ អរគុណមេតាប់ សូមចេញតាមស្រួល
ព្រះនាងព្រះអង្គទូលបង្គំមានទោសសូមព្រះអង្គដាក់ទោសមកចោល លោកយ៉ាងម៉េចទៀតហើយក្រោកឡើងនិយាយមកចុះ ព្រះអង្គទូលបង្គំទទួលរាជបញ្ជាស៊ើបរកដំណាក់ថ្នាំថៃចុងដើម្បីរកស្មៅទេវតាមកថ្វាយទ្រង់ទូលបង្គំក៏បញ្ជាឲ្យមេតបអ៊ីវិនដឹកនាំតបឆឹងសើចូលច្រកសម្ងាត់អ្នកណាទៅដឹងនៅតាមផ្លូវបាយជាជួបមេតបសៀវអ៊ីហ្វាន់មេតបសៀវដឹកនាំកងសន្តិសុខជីងអ៊ូប្រើដាវលំពេងបំផ្លាញកលិះយន្តពិតជាអង្គអាចគ្មានពីរតែដល់ចុងក្រោយបាយជាត្រូវថ្មនាគរមៀលចុះបិទច្រកសម្ងាត់ព្រះអង្គត្រូវថ្មនាគបិទច្រកសម្ងាត់អញ្ចឹងដំណាក់ថ្នាំថៃចុងគឺសាបសូន្យជារៀងរហូតហើយស្មៅទេវតារបស់ទ្រង់ក៏គ្មានកន្លែងស្វែងរកដែរទូលបង្គំធ្វើឲ្យព្រះអង្គខកប្រតិយហើយក្រាបទូល មេតបទូពីរបស់យើងតាមមិនអីទេ ចុងក្រោយមេតបទាំងពីរអាចរួចជីវិតចេញពីច្រកសម្ងាត់ដោយគ្មានរបួសអីទេគឺគ្រាន់តែ អ្វីទៅឆាប់និយាយមក ច្រកសម្ងាត់ដែលរត់គេចនៅថ្ងៃនោះបែរជានៅក្នុងបន្ទប់សៀវភៅរបស់មេតបសៀវនៃដំណាក់កងសន្តិសុខជីងអូព្រះអង្គព្រះអង្គទូលបង្គំថ្លើមធំនិយាយតាមត្រង់មេតបសៀវអាចនឹងមានបំណងផ្សេងធ្វើឲ្យស្មៅទេវតាជួយជីវិតព្រះអង្គបាត់បង់សូមព្រះអង្គមានព្រះបញ្ញាញាណ ក្រោកឡើង លោកនិយាយពិតជាមានហេតុផលតែរឿងនេះធំណាស់มันអាចចោទប្រកាន់លោកមេតបសៀវប្រទេសផ្ដាស់បានទេឥឡូវចេះចោះរឿងនេះប្រគល់ឲ្យមន្ត្រីឈិននៅក្នុងផ្នែកកងទ័ពស៊ើបអង្កេតទៅចោះឲ្យគេស៊ើបរកការពិតនៅក្នុងរយៈពេល5ថ្ងៃរួចហើយរាយការណ៍ឲ្យយើងបានដឹងចំណិតឈើ ប្រហែលថ្ងៃនេះយើងឆាប់អស់កម្លាំងខ្លាំងណាស់លោកកុំសូវទៅខាងក្រៅពេកណានៅក្បែរខ្លួនយើងគ្រាន់យើងហៅប្រើ កណាថ្លៃវិសេស 狼烟起战歌称霸，乱世佳人谁牵挂？不过荒凉雨花，也曾锦绣繁华。过眼云烟，转身起